កុំអីកុំហែកទ្រង់អីអត់ទេទុនសាយឲ្យតែជួយពុកម៉ែរបស់ខ្ញុំបាននោះខ្ញុំមិនខ្លាចទេហើយភ្លាមទៅរឿងការលះបង់របស់សភានីកែកាលពីព្រេងនាយមានគ្រួសារក្រីក្រមួយរស់នៅនាចុងភូមិគ្រួសារនោះរស់នៅពិបាកណាស់ព្រោះរាល់ថ្ងៃជីវភាពមិនប្រសើរឡើយហើយមានពេលខ្លះពួកគេកេងទាំងពុះទៅទេក៏សឹងតែមាននៅផ្ទះពូព្រេមម៉ែវាមិនដឹងតែថ្ងៃនេះបានអីហូបទេបើសัตว์ព្រៃឥឡូវក៏គ្មានទៀតពិបាករកដល់ហើយពុកវាក្រោយផ្ទះមើមល្មៀតមានដោះច្រើនដែរខ្ញុំដកវាទៅដូងកដាំបាយហូបចោះណាខ្ញុំថាក៏បានឆ្អែតខ្លះដែរម៉ែវានឹងកូនមុខជាពិបាកណាស់ហើយដែលបានខ្ញុំជាមេគ្រួសារដែលមិនកើតជាការដូចជាគេនោះពុកវាកុំនិយាយបែបហ្នឹងពុកវាគ្មានកំហុសទេម្យ៉ាងពុកវាក៏ខំប្រឹងដែរតើសពថ្ងៃនេះនោះតែខ្ញុំក៏ខ្មាស់គេនឹងណាជាប្រុសមានកម្លាំងដូចគេដែរតែគ្មានសមត្ថភាពសោះក្រងើបមុខមិនរួចទេកុំតន់អស់សង្ឃឹមអីណានេះប្រហែលជាកម្មពីអតីតកាលទេពួកយើងត្រូវតែខំប្រឹងបន្តទៀតណាពុកវាបាទម៉ែវាស្របពេលជាមួយគ្នានោះសភានីកាក៏បានមកដល់ល្មមនិងមានទំពាំងមួយចំនួនក្នុងដៃផងដែរពុកម៉ែកូនមកវិញហើយកូនកាច់បានទំពាំងម្រេចពីជើងភ្នំជីសោផងណាពុកម៉ែមើលចោះច្រើនណាស់ពុកវាមើលចោះទំពាំងកូនកាច់បានច្រើនណាស់កូនស្រីកូនប៉ិតជាប្រកែមែនម៉ែគិតថាពួកយើងយកវាទៅលក់ទៅល្អទេតែកូនអត់ចង់លក់ទេណាម៉ែហេតុអីទៅកូនបើលក់ក៏បានប្រាក់ខ្លះដែរបើបានប្រាក់នោះពួកយើងក៏យកទៅទិញកបានហើយណាកូនម៉ែកូនមានវិធីមួយណាម៉ែកំភៃកូនមុខជាអាចលក់បានប្រាក់ច្រើនជាងលក់បែបនេះម៉ែចាំមើលណាកូនគិតថាធ្វើបែបណាអាចលក់បានប្រាក់ជាងនេះទៅទៀតនោះពួកយើងក្រណាស់កុំគិតយូរពេកណាឲ្យតែបានហូបមួយថ្ងៃទៅគ្រប់គ្រាន់ហើយមិនអីទេម៉ែសុំម៉ែចាំមើលណាចាតាមតែកូនចុះម៉ែវាថ្ងៃនោះសភាបានចូលទំពាំងត្រាំធ្វើជាជ្រក់ទំពាំងហើយនាងក៏ធ្វើវាបានឆ្ងាញ់ផងដែរម្យ៉ាងទៀតនាងលក់បានប្រាក់ច្រើនជាងការដែលលក់ទំពាំងធម្មតាពិតមែនពុកវាខ្ញុំនឹងកូនមកពីផ្សារវិញហើយពុកវាម៉ែពុកប្រហែលជាទៅព្រៃមិនតាន់មកវិញទេមកទៅនោះបើអញ្ចឹងកូនទៅងូតទឹកចោះណាម៉ែធ្វើម្ហូបសិនថ្ងៃនេះពុកវាមុខជាឆ្ងាញ់មាត់ណាស់ហើយព្រោះសម្លនេះពុកវាចូលចិត្តណាស់ចាំម៉ែមួយយាមហើយមួយយាមទៀតមិញសងចំអិនអាហារក៏ឆ្អិនដែរតែថ្ងៃនោះពូព្រេមមិនឃើញវិលមកវិញទេអើយមិនក៏ថ្ងៃនេះខ្ញុំមានប្រភ្នូលមិនស្រួលអញ្ចឹងពុកវាក៏មិនឃើញមកទៀតមានតែទៅតាមហើយទៅបានកូនសោភាណែកូនសោភាទៅណាហើយចេះមីងសងហើយកូនព្រោះចង់ប្រាប់ថាគាត់ទៅតាមរកប្តីតែសោភាក៏មិនលឺហើយគាត់ក៏បារម្ភពីប្តីខ្លាំងពេកហេតុនេះគាត់ក៏បានចាក់ចេញទៅរកពូព្រេមតែម្ដងនៅក្នុងព្រៃពុកវានៅអាណានឹងអើយព្រះអើយមិនក៏ថ្ងៃនេះមានខ្យល់ខ្លាំងម្ល៉េះណោះដីចូលពេញភ្នែកហើយខ្ញុំក្នុងថ្ងៃនោះដែរមីងសងរកប្តីគ្រប់ទិសទីទាំងបារម្ភលុះចុងក្រោយមកគាត់ក៏បានឃើញប្តីគាត់កំពុងតែមានសភាពយ៉ាងវេទនាជាខ្លាំងនៅក្បែរដំបូកមួយពុកវាកើតអីនឹងម៉ែវាមែនទេកុំចូលមកអីណាកុំចូលមកមិនក៏មិនឲ្យខ្ញុំចូលបែបនេះខ្ញុំបារម្ភណាស់ណាមីងសងមិនស្ដាប់ប្តីទេព្រោះគាត់ពិតជាបារម្ភណាស់ហេតុនេះគាត់ក៏បានចូលទៅលើកប្តីតែម្ដងតែជាអកុសលគាត់ក៏ត្រូវពោះព្រុសពឹសចំភ្នែកដូចគ្នានឹងពូព្រេមផងដែរអូយឈឺណាស់ពុកវាភ្នែកខ្ញុំអូយឈឺណាស់ទីនេះគឺមានពោះពឹសណាម៉ែវាខ្ញុំក៏ត្រូវពឹសចំភ្នែកដែរពេលនេះខ្ញុំមើលមិនឃើញទេពុកវាគិតបែបណាទៅខ្ញុំមើលផ្លូវមិនឃើញទេ
ផ្លូវណាទៅផ្ទះយើងនោះខ្ញុំមើលមិនឃើញឡើយណាងងឹតណា មិនដឹងតកូនស្រីយើងដឹងរឿងនេះហើយនាងពិបាកចិត្តយ៉ាងណានោះទេខ្ញុំអាណិតកូនស្រីយើងណាស់ម៉ែវា ជាការពិតហើយសភានិកាពិតជាភ័យណាស់ព្រមេះចាប់ផ្ដើមងងឹតទៅហើយហេតុនេះនាងក៏បានប្រញាប់ប្រញាល់តាមរកឪពុកម្ដាយនាងតែម្ដងនៅក្នុងព្រៃជ្រៅតើពុកនឹងម៉ែទៅដល់ទីណាទេខ្ញុំពិតជាភ័យណាស់ប៉ោះម៉ែតើលោកទាំងពីរនៅឯណាទេលោកទាំងពីរលើកូនហើយទេទោះបីថារកមិនឃើញពុកម៉ែនាងកណ្ដាលព្រៃដ៏ធំនេះមែនតែនាងមិនអស់សង្ឃឹមឡើយហើយទីបំផុតនោះនាងក៏បានឃើញពុកម៉ែរបស់នាងកំពុងតែសម្រានលក់នៅក្រោមដើមឈើពុកម៉ែទីបំផុតកូនរកលោកទាំងពីរឃើញហើយកូនបារម្ភណាស់លើសំឡេងដ៏ស្រទន់មួយនេះប្តីប្រពន្ធទាំងពីរក៏បានក្រោកមកនិងបាននិយាយថាកូនពុកគឺកូនមែនទេ កូនសោភាគឺកូនមែនទេតើមានរឿងអីទេពុកម៉ែតើលោកទាំងពីរមិនឃើញកូនទេមែនទេពុកមើលអីមិនឃើញទេកូនស្រី ព្រោះតែពឹសពោះម៉ែពិការភ្នែកហើយកូនអើយកូនស្រីពុកម៉ែមិនចង់ឲ្យកូនពិបាកទេណាកូនកុំខ្វល់ពីពុកម៉ែអីណាកូនទៅវិញចុះមិនកូននិយាយបែបនេះអត់ទេមុខជាមានថ្នាំព្យាបាលទុកពុកម៉ែនៅទីនេះហើយកុំសណ្ដូននាំតែពិបាកទេណាកូនពុកម៉ែកូនមិនអាចទុកលោកទាំងពីរចោលបានទេតែកូនមុខជាពិបាកព្រោះគ្រួសារយើងពិបាកណាស់ទៅហើយឥឡូវនេះពុកម៉ែពិការភ្នែកទៀតកូនបោះបង់ពុកម៉ែឲ្យខ្លាស៊ីតែម្ដងទៅណាកូនអត់ទេកុំអីកុំពោលពាក្យបែបនេះអីណាកូនមិនអាចបោះបង់លោកទាំងពីរចោលទេក្នុងគ្រានោះដែរក៏មានយាយចាស់ម្នាក់បានដើរមកយឺតនិងបាននិយាយមកកាន់សោភានិកាថាមានរឿងអីទាំងកដាលអាត្រៀតបែបនេះថ្លង់ខ្លាំងណាស់លោកយាយជាអ្នករស់នៅក្នុងព្រៃនេះមែនទេលោកយាយមកជាដឹងថាមានអ្វីដែលអាចជួយឲ្យពុកម៉ែរបស់ចៅបានជាហើយប៉ាត់ទេសូមលោកយាយជួយផងទេសូមមេត្តាជួយពុកនិងម៉ែចៅផងណាបានហើយនិយាយមួយមកក៏បានតើចៅចង់ឲ្យយាយជួយបែបណាទៅលោកយាយសូមលោកយាយមើលចុះពុកម៉ែរបស់ខ្ញុំពិការភ្នែកដោយសារពោះពឹសតើលោកយាយមានថ្នាំអ្វីអាចជួយព្យាបាលបានទេយាយអាចជួយបានតែត្រូវមានការដោះដូរមួយផងដែរតែជាអ្វីទៅលោកយាយគឺយកភ្នែកនាងចែកឲ្យឪពុកម្ដាយនាងម្នាក់មួយនោះអីថាម៉េចកុំធ្វើអីណាកូនស្រីកុំធ្វើអញ្ចឹងអីកូនស្រីពុកមិនចង់ឲ្យកូនពិការភ្នែកម្នាក់ទៀតទេកូននៅក្មេងវានឹងពិបាកសម្រាប់កូនណាមិនអីទេពុកម៉ែកូនមិនខ្លាចទេលោកយាយសូមចុះកែភ្នែកខ្ញុំចុះម្យ៉ាងទៀតនាងត្រូវតែទៅបម្រើយើងនៅឯព្រៃខាងជើងនោះផងដែរតើនាងគិតច្បាស់ហើយមែនទេចាប់ប្រុសខ្ញុំពិតជាប្រុសល្អណាស់ចូលកុំបារម្ភអីយើងនឹងឲ្យគ្រួសារពុកម៉ែរបស់នាងមានទ្រព្យសម្បត្តិធូរធារជាងមុននិងមានភ្នែកអាចមើលឃើញម្នាក់មួយក្នុងពេលនេះផងដែរណាចាលោកយាយក្នុងពេលនោះដែរយាយចាស់បានធ្វើឲ្យពូព្រេនលីងសងមានភ្នែកភ្លឺម្នាក់ម្ខាងនិងរសាត់ចេញទៅបាត់ឆាន់កូនតើមានរឿងអីខ្ញុំមិនអត់ឃើញទេលោកយាយតើឪពុកម្ដាយរបស់ខ្ញុំយ៉ាងណាទៅហើយនោះកុំបារម្ភអីពុកម៉ែនាងបានសុខហើយចំណែកនាងក៏មើលមិនឃើញទៀតដែរសូមទៅជាមួយយើងភ្លាមទៅចាលោកយាយឲ្យទៅពុកម៉ែខ្ញុំបានសុខសាន្តខ្ញុំស្ម័គ្រកាយបម្រើយាយហើយមិនរាថយឡើយបើអញ្ចឹងឆាប់ទៅដាំបាយលាងចានបោះផ្ទះនិងគក់ច្បាត់យើងផងដែរយើងចង់បានក្មេងឧស្សាហ៍និងកតញ្ញូបែបនេះណាចាលោកយាយ
ពីពេលនោះមកលោកយាយចាស់តែងតែប្រើសោភានីកាឲ្យធ្វើការគ្រប់បែបយ៉ាងហើយទោះបីជានាងមើលមិនឃើញអ្វីក៏ដោយនៅខ្ទមរហែករបស់យាយចាស់ធ្មោះលោកយាយខ្ញុំនឹកពុកនឹកម៉ែណាស់ខ្ញុំសុំទៅលេងគាត់មួយថ្ងៃបានទេកុំសង្ឃឹមអីគ្មានផ្លូវទេមេតាផងទេខ្ញុំនឹកពុកម៉ែរបស់ខ្ញុំណាស់អត់ទេចុះបើនាងចង់រត់គេចនោះកាត់ចាំមិនទៅខ្ញុំសន្យាខ្ញុំនឹងមកវិញប្រកាសណាស់អត់ទេតែបើនាងនឹកនោះចាំជើងនេះមិនឲ្យនាងស្ដាប់សំឡេងពួកគេចោះបែបនោះក៏បានដែរសូមលោកយាយបង្ហាញមកនាពេលនោះយាយចាស់បានធ្វើជាលឺសំឡេងម្ដាយឪពុករបស់នាងបន្តិចហើយគាត់ក៏បានបន្តនិយាយថាបានហើយណែនាងមកណែចិត្តជើងមកហើយជួយដកស្កូវឲ្យយើងបន្តិចមកលឿនឡើងដកស្កូវមែនទេតែដកបែបណាទៅលោកយាយខ្ញុំមើលអត់ឃើញទេសរសៃសក់ណាធំនោះនាងក៏ដកទៅឬក៏ចង់ខ្ជិលមែនទេខ្ញុំមិនខ្ជិលទេលោកយាយចាំខ្ញុំដកតាមលោកយាយណាលឿនឡើងសោភានីកាស្ទាបសរសៃសក់ថ្នមនិងដកតាមការប្រាប់របស់យាយធ្មប់សាសាប់គ្រានោះហេតុថានាងមើលមិនឃើញក៏បានដកដោយសក់ដែលរឹងមាំចេញមកបណ្ដាលឲ្យយាយនោះខឹងជាខ្លាំងអូយនាងនេះចង់ឲ្យយើងជ្រុះសក់អស់រហូតដល់ស្លាប់មែនទេនាងនេះចង់សម្លាប់អញហើយតើខ្ញុំអត់ទេខ្ញុំគ្មានចេតនាឡើយលោកយាយមិនជឿទេនាងមុខជីចង់រត់គេចមិនខានឡើយមើលយើងវាយជើងនាងឲ្យបាក់ម្ដងទៅមើលកុំអីកុំវាយខ្ញុំអីយាយចាស់គ្មានក្តីមេត្តាទេមើលចាស់គាត់វាយហើយវាយទៀតគ្មានអាណិតនោះឡើយងាប់ទៅនាងចង់សម្លាប់យើងមែនទេខ្ញុំឈឺណាស់មេត្តាឈប់តែប៉ណ្ណឹងចោះបានហើយទៅដងទឹកយកមកឲ្យយើងងូតមកចាលោកយាយពេលនោះសភានីកាឈឺផងពិបាកដើរផងតែនាងមិនអាចចាក់ចេញពីយាយធ្មប់ទេហើយថ្ងៃនោះដែរស្របពេលដែលនាងកំពុងតែស្រវាដងទឹកនាងក៏ជ្រុលជើងធ្លាក់ទឹកតែម្ដងជួយផងគ្រានោះទន្សាយមួយក្បាលបានឃើញហើយវាក៏បានលោតចូលទៅនិងបានព្យាយាមជួយសភានីការួចពីសេចក្តីស្លាប់ទៀតផងតានាងមកពីណាទៅណាបានជាធ្លាក់ចូលក្នុងទឹកបែបនេះខ្ញុំមិនធ្លាប់ឃើញនាងពីមុនមកសោះគឺខ្ញុំមកដល់ទឹកឲ្យលោកយាយសម្អាតខ្លួននឹងណាសូមអរគុណហើយលោកពិតជាទឹកចិត្តល្អមែនខ្ញុំជាសត្វទន្សាយមិនមែនជាមនុស្សទេមែនហើយបើទោះបីជាលោកជាអ្វីក៏ដោយតែខ្ញុំពិតជាអរគុណខ្លាំងណាស់សុំទោសណាដែលសួរតានាងមើលមិនឃើញទេមែនទេចាខ្ញុំមើលមិនឃើញទេតែព្រោះអីទៅគឺខ្ញុំបានលះបង់កាយភ្នែកឲ្យទៅឪពុកម្ដាយរបស់ខ្ញុំអស់ហើយនេះជាការដោះដូរជាមួយការបម្រើលោកយាយនៅក្នុងព្រៃនេះណាខ្ញុំយល់ហើយតាមពិតនាងក៏ដូចជាខ្ញុំដែរតើមានរឿងអ្វីទៅទន្សាយនិយាយដូចជាមានអ្វីមិនប្រក្រតីអញ្ចឹងគឺពិតមែនហើយខ្ញុំប្រាប់នាងរឿងមួយចុះចាសូមលោកប្រាប់មកចុះទន្សាយរៀបនឹងប្រាប់ការពិតមួយទៅហើយតែភ្លាមនោះស្រាប់តែទន្សាយបែរជាលោតគេចចេញទៅឆ្ងាយទៅវិញតើមានរឿងអីមិនក៏នាងឯងមិនទៅផ្ទះអញ្ចឹងដឹងទេយើងចាំយូរហើយណាចាលោកយាយខ្ញុំកំពុងតែរៀបទៅហើយឆាប់ទៅឲ្យឆាប់ឡើងទៅយាយចាស់និងសភានីកាបន្ទាប់ពីចាស់ចេញទៅទន្សាយក៏បានចេញមកនិងបាននិយាយថាបើយាយធ្មប់ឃើញខ្ញុំច្បាស់ជាមិនរស់ទេតែនាងតូចនោះគឺចាញ់បោកយាយចាស់ហើយខ្ញុំត្រូវទៅជួយនាងទៅបាន
ពលបែបនេះហើយតុនសៃតែងតែលុបលួចមើលសពហ៊ាននីកាគ្រប់ពេលលុះមានពេលមួយនោះ តែយាយធ្មប់ដេកលក់ហើយនៅណោះម្ដងនេះសង្ឃឹមថាបានជោគជ័យទៅចុះ សំកល់ដឹងថាយាយចាស់ធ្មប់ដេកលក់តុនសៃក៏បានលុបចូលទៅជួបសោភានីការួចវាក៏បាននិយាយតិចតិចថា នាងតូច គឺតុនសៃមែនទេខ្ញុំចាំសម្លេងតុនសៃបានណែ គឺខ្ញុំនឹងហើយនាងតូចឆាប់មកតាមខ្ញុំមកកុំឲ្យយាយធ្មប់ដឹង តើពួកចឹងទៅណាទេតុនសៃ ស្ដាប់ខ្ញុំណាយាយធ្មប់នោះបោកនាងយកមកប្រើទេហើយនឹងធ្វើបាបនាងទៀតម្យ៉ាងទៀតឪពុកម្ដាយនាងគាត់រស់នៅឯជើងភ្នំឯណោះ ថាម៉េចតុនសៃនិយាយនេះជាការប៉ັດមែនទេ គឺពិតមែនហើយយាយធ្មប់នោះមិនដែលឲ្យឪពុកម្ដាយនាងតូចរស់បានល្អទេខ្ញុំម្នេះក៏តាមជួយរកនាងជូនពួកគាត់ដែរ បាននេះជាការប៉ັດមែននោះសុំតុនសៃជួយខ្ញុំផងទៅណែខ្ញុំនឹកលោកទាំងពីរណាស់ ពិតមែនហើយនេះជាការលះបង់ដែលយាយធ្មប់រៀបចំទេសូមមកតាមខ្ញុំមកឆាប់ឡើង ចាលោកតុនសៃបាននាំសោភានីកាចាក់ចេញពីយាយកំណាចដោយប្រុងប្រយ័ត្នរហូតទៅដល់មាត់ភ្នំមួយដែលមេធ្មប់ឃុំឪពុកម្ដាយរបស់នាងនៅក្នុងលាអាងភ្នំ គឺនោះហើយនាងតូច តើពុកម៉ែខ្ញុំនៅឯណាទេតុនសៃ កូនស្រីគឺកូនស្រីមែនម៉ែវាឯងមើលចុះ កូនស្រីគឺកូនមែនកូនស្រីម៉ែនឹកកូនណាពុកម៉ែគឺពិតជាលោកទាំងពីរមែនកូននឹកលោកទាំងពីរណាស់ យាយចាស់នោះគឺជាបិសាចគាត់គ្មានបំណងល្អលើពួកយើងទេកូនដឹងទេទុនសាយបានប្រាប់ពុកម៉ែអស់ហើយមិនថាជាពួកអ្នកទេសូម្បីតែខ្ញុំក៏យាយធ្មប់ធ្វើបាបដែរខ្ញុំខ្លាយជាទុនសាយក៏ព្រោះតែយាយធ្មប់នោះហើយ ក្នុងគ្រានោះដែរយាយធ្មប់ចាស់ក៏បានមកដល់ល្មម គួរឲ្យខឹងណាស់ពួកឯងមកជួបគ្នាតតែបានយើងពិតជាស្អប់មនុស្សដែលមានក្តីស្រឡាញ់ចំពោះគ្នាបែបនេះណាស់ យាយធ្មប់សូមមេត្តាដោះលែងពួកយើងទៅ អត់ទេចំណែកនាងសោភានីកានោះវាប្រហើនកិច្ចពីយើងផងមែនទេបានយើងនឹងសម្លាប់ពុកម៉ែនាងក្នុងពេលនេះចោះ កុំអីមិនចាំយូរទេយាយចាស់ក៏ធ្វើឲ្យពូព្រេមនិងមិញសងរងក្តីវេទនាព្រមទាំងដាច់ខ្យល់ស្លាប់ក្នុងគ្រានោះទៅ អូយចុកទ្រូងណាអូយ ពុកម៉ែសូមពិចារណាកុំស្ងាត់បែបនេះអីណាកុំភ័យណា ឃើញការបែកបាក់បែបនេះយើងពិតជារីករាយណាស់តែថានាងតូចតើនាងចង់ឲ្យពួកគេរស់វិញមែនទេ អញចង់លេងល្បិចអីទៀតហើយនាងតូចកុំជឿយាយចាស់នោះអី បាត់បត់ទៅអាទុនសាយព្រៃយើងមិនតន់សម្លាប់ឯងរាប់ថាសំណាងទៅហើយ ឲ្យទៅជួយពុកម៉ែរបស់ខ្ញុំបានខ្ញុំមិនខ្លាចទេសូមលោកយាយនិយាយមកចោះណា នាងត្រូវលះបង់រឿងដ៏ធំមួយនោះគឺវះទ្រូងហែកយកបេះដូងមកព្យាបាលឪពុកម្ដាយនាងនោះអី ម៉ែណែចាប់បានខ្ញុំព្រមណាខ្ញុំមិនខ្លាចទេ កុំអីកុំហែកទ្រូងអី អត់ទេទុនសៃឲ្យទៅជួយពុកម៉ែរបស់ខ្ញុំបាននោះខ្ញុំមិនខ្លាចទេ ហែកភ្លាមទៅ ជាការពិតហើយសពភានីកាមិនខ្លាចទេអ្វីដែលនាងខ្លាចនោះគឺការបាត់បង់អ្នកមានគុណទៅវិញទេមើលចោះនាងហែកទ្រូងយកបេះដូងហើយនាងក៏បានស្លាប់បាត់ទៅ ពុទ្ធោនាងតូចពិតជាមានការលះបង់ដ៏មហិមាមែនគួរឲ្យស្ញប់ស្ញែងនិងគួរឲ្យសង្វេគណាស់ យើងពិតជារីករាយណាស់ យាយចាស់យាយឯងងាប់ទៅ
ឯងទេងាប់ទៅ ឈប់សិនយាយធ្មប់នាងមានចិត្តច្រណែនណាស់ចូលនាងរលីក្នុងពេលនេះចោះ មិនក៏ត្រង់ជាងមកទៀតហើយអត់ទេអត់ទេអត់ទេ ទីបំផុតយាយធ្មប់រលាយហើយអើទេពធីតាហើយទ្រង់ជាអ្នកមានបុណ្យមានសិលខ្ពស់សូមទ្រង់ជួយដល់ពួកគេឲ្យរស់ឡើងវិញផងទេ ចោះទុនសាយចង់ខ្លាចជាមនុស្សទេ ចង់ណាស់តែទូបង្គំធ្លាប់ទៅហើយហេតុនេះទូបង្គំចង់ឲ្យពួកគេមានការជួបជុំជាងក្រាបទូល មនុស្សល្អជួបមនុស្សល្អទោះមនុស្សអាក្រក់ត្រដោះចូលមកក៏ដោយក៏គង់តែរសាត់ឆ្ងាយចេញទៅ តើមានន័យថាម៉េចទៅក្រាបទូល យើងនឹងធ្វើឲ្យទុនសាយคล้ายជាព្រះបុត្រាវិញចំណែកពួកគេក៏រស់វិញដូចគ្នាពលមីនបន្ទូលបែបនេះហើយពួកគេក៏បានរស់ឡើងវិញចំណែកទុនសាយក៏បានคล้ายជាព្រះបុត្រាដល់សង្ហាផងដែរពុកវាកូនស្រីម៉ែម៉ែជាវិញហើយណា ខ្ញុំក៏ដូចគ្នាដែរសូមអរព្រះគុណឲ្យក្រាបទូល មេធ្មប់មានបាបណាស់យើងនឹងដាក់ទោសគេចំណែកពួកអ្នកចូលក៏មានកំហឹងគុំគួនឡើយព្រោះនេះជាកម្មដែលអ្នកត្រូវទទួលទេណាព្រះមេខ្ញុំម្ចាស់យល់ហើយសូមរស់នៅឲ្យបានសុខចោះណាយើងជូនពរឲ្យព្រះបុត្រានិងសោភានិការៀបអភិសេករស់នៅសុខសាន្តផងដែរយើងលីហើយ សូមអរព្រះគុណក្រាបទូលជាកិត្តិយសណាស់តាមពិតអ្នកដែលជួយតាមរកកូនស្រីឲ្យពួកយើងកន្លងមកគឺជាព្រះបុត្រាសោះ សូមអរគុណហើយណាព្រះបុត្រាសូមអរព្រះគុណណាស់ព្រះបុត្រាព្រះគុណនេះធំធេងណាស់ព្រះពរ មិនបាច់គួរសមទេហើយតើពេលនេះអូនព្រមរៀបការជាមួយបងទេ ព្រះពរខ្ញុំម្ចាស់ព្រមហើយ ប្រសានណាស់បន្ទាប់មកពួកយើងនឹងរៀបចំអភិសេកនៅក្នុងរាជាណាចក្ររបស់បងណាអូន ពីពេលនោះមកគ្រួសារពូព្រេមក៏ធូរធារនិងមានក្តីសុខចំណែកសភានិកាវិញនោះក៏បានរៀបអភិសេកនឹងព្រះបុត្រារស់នៅយ៉ាងមានសុភមង្គលដរាបផងដែរ សម្លាញ់ស្វាឲ្យខ្ញុំនៅរបស់ខ្លះបានទេខ្ញុំគ្មានអីផ្ញើប្រពន្ធកូនខ្ញុំទេបើអញ្ចឹងចាំមួយផ្លែតណាចាំខ្ញុំបេះផ្លែឈើពិសេសបំផុតដែលមានរសជាតិឆ្ងាញ់ឲ្យលោកចោះចុះអសត់វិញនោះសុំចាំមួយផ្លែតចុះឈើក្អូបវិញនោះខ្ញុំស្គាល់វានៅក្បែរខាងនោះច្រើនណាស់តែខ្ញុំសូមណែនាំសូមមេត្តាកំកាប់អីព្រោះតម្លៃនៃធម្មជាតិរក្សាទុកគឺជាជំរើសល្អបំផុតតែខ្ញុំខំបោះអតេះមកណាខ្ញុំទុកអតេះនៅខាងនោះឯង រឿងនីត្រានិងស្វាព្រៃនិទានអំពីបរិះម្នាក់បានធ្វើដំណើរឆ្លងព្រៃកាត់ភ្នំដើម្បីឆ្លងទៅធ្វើជំនួញនៅស្រុកផ្សេងថ្ងៃមួយពេលដែលគាត់វិលមកវិញនោះស្រាប់តែគាត់បានវង្វេងផ្លូវរកពុំឃើញទិសមកផ្ទះវិញទេ ខ្ញុំហើយខ្ញុំមិនសមណារកផ្លូវមិនឃើញបែបនេះសោះតែខ្ញុំនឹងត្រូវដេកនៅក្នុងព្រៃនេះរហូតមែនទេ នីត្រាពិបាកចិត្តណាស់ព្រោះគាត់មិនអាចរកផ្លូវឃើញសោះហើយកាលនោះព្រៃក៏គួរឲ្យខ្លាចផងដែរ មានតឡាញ់ចុងឈើមើលសភាពទិសតំបន់និងសម្រាកសិនទេបើមិនអញ្ចឹងខ្ញុំមុខជាមិនអាចចេញពីព្រៃនេះបានទេឬក៏អាចមានសត្វមកយាយីក៏ថាបានដែរ និយាយហើយនីត្រាក៏បានព្យាយាមឡើងដើមឈើធំមួយតែជាអកុសលនោះគាត់ឡើងអត់រួចផងទេ មានតែមួយដើមនេះទេដែលទំនងអាចសម្រាកបានតែគិតបែបណាទៅបើខ្ញុំឡើងមិនរួចសោះអញ្ចឹងនោះ កាលនោះមានខ្លាសំគមមួយក្បាលបានដើរមកនិងបាននិយាយថា ណែអ្នកជាមនុស្សមកនេះមកកាពះយើងកំពុងតែត្រូវការឯងណាស់ ខ្លាពិតជាខ្លាមែនស្លាប់ហើយគិតយ៉ាងម៉េចទៅខ្ញុំ កុំគិតច្រើនចូលមកដេកស្ងៀមហើយឲ្យយើងខំមកមិនយូរទេឯងឈឺមួយភ្លេតក៏ស្លាប់ហើយកុំគិតច្រើននាំតែពិបាកចិត្តអី ណែនាងខ្លាយើងមានប្រពន្ធមានកូនត្រូវមើលថែណាសូមនាងចាក់ចេញកុំមកយាយីចង់ស៊ីយើងអីបានទេ យើងក៏មានកូនមានប្តីត្រូវមើលថែដែរ
បើបានឯងពួកយើងនឹងបានអាហារពិសេសជាក់ជាមិនខានឡើយ មិនបានទេឯងចង់រស់ខ្ញុំក៏ចង់រស់ដូចគ្នាដែរ ក្នុងជីវិតសត្វព្រៃអ្នកណាខ្លាំងអ្នកនោះឈ្នះដូចឯងអញ្ចឹងបើយើងខ្សោយជាងឯងនោះឯងនឹងប្រហារយើងដូចគ្នា អើយគិតបែបណាទៅណោះឬមួយក៏ខ្ញុំត្រូវខ្លាយជាចំណីខ្លាមែនទេអត់ទេជួយផង នេះត្រាភ័យឡើងរៀកនោមទៅហើយព្រោះខ្លាកាន់តែចូលមកគៀកទៀតជាសំណាងល្អក៏មានសម្លេងសត្វស្វាមួយក្បាលបាននិយាយថា ណែនាងខ្លាសំគមយើងជាអរិយភ្នំកំពុងស្ថិតនៅលើដើមឈើនេះបើឯងចង់សុកត្រូវចាក់ចេញទៅណាឲ្យបាត់ទៅ ថាមិនដឹងអរិយភ្នំមែនទេ ចេញទៅកុំមកដណ្ដើមគេពីយើងទីនេះជាតំបន់របស់យើងនោះអីឆាប់ចេញភ្លាមទៅ តែខ្ញុំជាអ្នកឃើញបរោះនេះមុនទេ នៅមិនទៅទៀតមែនទេបានយើងនឹងបដៅឯងចុះ ស្វាព្រៃកាលនោះក៏បានបេះផ្លែឈើកាច់មែកឈើឬក៏បានកុំខ្លាជាច្រើនដង អូយឈឺណាស់ ដោយសារផ្លែឈើត្រូវមុខផងភ្នែកផងខ្លាពិបាកទ្រាំណាស់ក៏រត់ទាំងដួលផងបុកព្រៃផងកិច្ចចេញទាំងត្រដាប់ត្រដួសតែម្ដង នាងខ្លានោះទៅបាត់ហើយលោកអរិយភ្នំសុំមេត្តាកុំធ្វើបាបខ្ញុំអីណាខ្ញុំជាស្វានតាមិនមែនជាអរិយភ្នំទេអូយព្រះហើយខំតភ័យតាមពិតជាស្វាព្រៃលៃលោករកល្បិចបន្លាចខ្លាសោះអរគុណហើយណាមិនអីទេឥឡូវមេឃចិត្តយប់ទៅហើយលោកឆាប់ឡើងមកលើដើមឈើនេះមកចាំខ្ញុំទម្លាក់ខ្សែឲ្យបានអរគុណហើយ ក្រោយឡើងដើមឈើសម្រេចហើយស្វាក៏ឲ្យនីត្រាហូបផ្លែឈើដែលមានឲ្យជារសឈ្ងុយឆ្ងាញ់ មិននឹកស្មានតែខ្ញុំមានសំណាងបានជួបស្វានៅទីនេះសោះរួចចុះលោកតាណាមកណាដែរបានជាមកដល់ទីនេះខ្ញុំបានឃើញថាទីនេះមានផ្កាល្អមានរុក្ខជាតិល្អមានឱសថនិងមានផ្លែឈើល្អច្រើនទៀតចេះតែស្ដាយចេះតែមើលចុះមើលឡើងក៏ជ្រុលវិញផ្លូវតែម្ដងទៅពិតមែនហើយនៅទីនេះសម្បូរធនធានធម្មជាតិណាស់តែបើលោកចូលមកហើយក៏ពិបាកនឹងរកផ្លូវចេញទៅវិញដែរមែនហើយតែថាតើស្វាអាចជួយខ្ញុំផងបានទេចុះមានតែស្អីខ្ញុំជួយបានតាខ្ញុំស្គាល់ទីនេះច្បាស់ណាស់ស្អែកចាំខ្ញុំជួយលោកឲ្យចេញពីទីនេះឲ្យផុតតែលោកត្រូវសន្យាណាថាកុំត្រឡប់មកទីនេះទៀតវិញអីព្រោះតែហេតុអីទៅទីនេះពិតជាទីដែលមានធម្មជាតិល្អណាស់បើមិនមកវាគួរឲ្យស្ដាយពេកហើយប៉ុន្តែមនុស្សគួរទៅរស់នៅបែបមនុស្សចំណែកសត្វគួរទៅរស់នៅបែបសត្វម្យ៉ាងទៀតខ្ញុំមិនចង់ឲ្យលោកមកទីនេះទេព្រោះវាគ្រោះថ្នាក់ណាស់មែនហើយសត្វសាហាវក៏ច្រើនរុក្ខជាតិចម្លែកក៏ច្រើនដើម្បីសុវត្ថិភាពមិនអីទេខ្ញុំនឹងមិនត្រឡប់មកតំបន់នេះផ្ដេសផ្ដាស់ទៀតទេល្អហើយអញ្ចឹងឥឡូវនេះលោកសម្រាកចុះណាស្អែកសឹមខ្ញុំជូនលោកទៅវិញ ស្អែកឡើងមកដល់ស្វាព្រៃក៏បាននាំនីត្រាចេញតាមផ្លូវមួយហើយកាលនោះនីត្រាពិតជាបានសម្គាល់ឃើញថា មើលចុះទីនេះប្រៀបបីដូចជាឋាននៃសម្បត្តិធម្មជាតិអញ្ចឹងពិតជាអស្ចារ្យខ្លាំងណាស់លោកឆាប់ឡើងមកស្វាព្រៃតើខ្ញុំអាចសុំបេះផ្លែឈើឬក៏ឱសថទៅជាមួយខ្លះបានទេអត់អីទេលោកកុំបារម្ភអីខ្ញុំរៀបចំជូនលោកអស់ហើយ ដល់បានឆ្ងាយហើយនោះស្វាព្រៃក៏បានរៀបចំសម្ភារៈឲ្យនីត្រាមួយចំនួនឬក៏បានពោលថា ទាំងនេះជាឱសថធម្មជាតិនិងផ្លែឈើខ្លះលោកអាចយកទុកព្យាបាលជំងឺនិងអាចផ្ញើប្រពន្ធកូនលោកបានអរគុណហើយណាស្វាព្រៃឯងពិតជាចិត្តល្អណាស់ណានិយាយអញ្ចឹងស្វាព្រៃខ្ញុំសុំធ្វើជាមិត្តឯងផងបានទេបានតាមានអីប្រសើរណាស់ខ្ញុំសូមលាឯងហើយណាសម្លាញ់ស្វាបើសិនជាមានឱកាសមកលេងខ្ញុំផងណាបាន
សុំអញ្ជើញទៅចុះសំណាងល្អណា ជួននីត្រាមកដល់ទីសុវត្ថិភាពហើយនោះស្វាក៏បានដើរចូលទៅក្នុងព្រៃវិញចំណែកនីត្រាឯនេះវិញដូចជាស្ដាយរឿងមួយ នៅតាមផ្លូវដើរមកខ្ញុំបានឃើញមានសត្វព្រៃច្រើនណាស់បើមិនបានយកទៅ 3-4 ក្បាលវាដូចជាស្ដាយពេកហើយ និយាយបែបនេះហើយនីត្រាក៏បានចាប់ទន្សាយ 3-4 ក្បាលរួចក៏បានធ្វើដំណើរទៅផ្ទះវិញនិងបាននិយាយដំណើរដើមទុងប្រាប់ប្រពន្ធផងដែរពុកវាជប់លៀបក្នុងគ្រួហើយខ្ញុំស្ដាប់ហើយពិតជារំភើបមែនទែន ខ្ញុំគិតថាស្វានោះពិតជាសម្លាញ់ដែលល្អណាស់ថ្ងៃក្រោយខ្ញុំនឹងទៅលេងស្វាឲ្យបានញឹកញាប់ចាំមើលចុះ ពុកវាក៏ត្រូវហើយជប់កន្លែងល្អហើយមិនទៅពិតជាគួរឲ្យស្ដាយណាស់សត្វចាថាមិនទៅតែនីត្រាគិតថាបើមិនបានរបស់ល្អៗពីទីនោះវាគួរឲ្យស្ដាយពេកណាស់ហេតុនេះពុកវារៀបចំរួចហើយមែនទេ បានរួចហើយម៉ែវា ចាប់ពុកវាកុំភ្លេចណាត្រូវរកសត្វព្រៃណាដែលកម្រជាងគេបើបែបនោះតើយើងចំណេញច្រើន បានម៉ែវាចាំមើលណាខ្ញុំធានាម៉ែវាឯងប្រាប់អ្នកភូមិឲ្យហើយទៅខ្ញុំនឹងមកវិញជាមួយនឹងសត្វដែលល្អជាងគេមិនខានទេ ចានេត្រាទៅព្រៃនាងតីដើរផ្សព្វផ្សាយរីឯដំណើរល្មមឆ្ងាយហើយនោះនេត្រាក៏បានមកដល់ទីនៃស្វាព្រៃម្ដងទៀត សម្លាញ់ស្វាសម្លាញ់ស្វាហេលោកមិនបានជាលោកមកទីនេះក្រែងលោកសន្យាថាមិនមកទេមែនទេខ្ញុំដឹងថាទីនេះមានគ្រោះថ្នាក់តែខ្ញុំស្ដាយរបស់ល្អអូអត់ទេខ្ញុំនឹកសម្លាញ់ស្វាព្រៃឯងហ្នឹងណាអរគុណហើយអញ្ចឹងឥឡូវនេះលោកទៅវិញចុះព្រោះស្ដេចរាជសីមួយរយៈនេះតែងតែទៅមកលោកអាចមានគ្រោះថ្នាក់បានណាមកដល់ហើយក៏ទៅវិញភ្លាមវាគួរឲ្យស្ដាយណាស្វាព្រៃខ្ញុំសុំសត្វព្រៃមួយក្បាលពីរក្បាលបានទេមិនបានទេលោកមិនអាចសម្លាប់ជីវិតសត្វព្រៃបានទេព្រោះពួកគេក៏ចង់រស់ដែរបើអញ្ចឹងសម្លាញ់ស្វាឲ្យខ្ញុំនៅរបស់ខ្លះបានទេខ្ញុំគ្មានអីផ្ញើប្រពន្ធកូនខ្ញុំទេបើអញ្ចឹងចាំមួយផ្លែតណាចាំខ្ញុំបេះផ្លែឈើពិសេសបំផុតដែលមានរសជាតិឆ្ងាញ់ឲ្យលោកចុះអសតវិញនោះសុំចាំមួយផ្លែតចុះឈើក្អូបវិញនោះខ្ញុំស្គាល់វានៅក្បែរខាងនោះច្រើនណាស់តែខ្ញុំសូមណែនាំសូមមេត្តាកុំកាប់អីព្រោះតម្លៃនៃធម្មជាតិរក្សាទុកគឺជាជម្រើសល្អបំផុតតែខ្ញុំខំបរអតេះមកណាខ្ញុំទុកអតេះនៅខាងនោះឯងមើលតលោកដូចជាមិនមែនមកលេងខ្ញុំទេអញ្ចឹងនោះតែមកយករបស់ច្រើនជាងទេដឹងស្វាចិត្តកំណាញ់ម្លេះឬក៏ស្វាមិនយល់ពីតម្លៃនៃការរាប់អានទេមែនទេណាហើយចុះស្វានៅតែជាស្វាគ្មានបញ្ញាយល់ដឹងដូចជាមនុស្សទេខ្ញុំបានរៀបចំផ្លែឈើនិងឱសថរួចហើយលោកទៅចុះហើយក៏មកទៀតឲ្យសោះព្រោះអីវាគ្រោះថ្នាក់ខ្លាំងណាស់ទៅក៏បានដែរខ្ញុំមិនមកជន់ទីនេះទៀតទេនិយាយហើយនេត្រាដូចជាខឹងនិងបានវិលមកវិញលោកបានឆ្ងាយបន្តិចហើយនោះគាត់ក៏បានពោលថាបំណាច់ជាមកដល់ឆ្ងាយយ៉ាងនេះទៅហើយនរណាទៅសុកចិត្តខាននោះថ្ងៃនោះព្រោះតែនីត្រាស្គាល់ព្រៃស្គាល់របស់ល្អច្រើនគាត់ក៏បានកាប់ផងបាញ់ផងឬក៏បានប្រមូលដាក់ពេញរទេះរបស់គាត់តែម្ដងបើមិនចំណេញមិនមែនហៅអញថាជាឈ្មួញត្រាទេវើយជួនគ្នានោះនីត្រាក៏បានសម្គាល់ឃើញថាចំព្រះហើយព្រះហង្សទេពមែនទេមិនក៏ស្អាតលើសពីសត្វដែលយើងធ្លាប់ឃើញយ៉ាងនេះមិនចាំយូរទេនេត្រាក៏បានលុបតិចរួចក៏បានចាប់ហង្សជាប់តែម្ដងលេងខ្ញុំតែខ្ញុំខ្លាចហើយបើខ្ញុំលេងមានតែឈួនណែសម្លាញ់ណាបើឯងស្អាតអញ្ចឹងណាខ្ញុំយកទៅលក់ឲ្យសេដ្ឋីខ្ញុំនឹងមានបានជាមិនខានយកជីវិតគេដូចយកប្រាក់វាមិនចម្រើនទេទោះបីជាបានប្រាក់តែក៏មិនសុខរហូតឡើយហើយព្រមទាំងមានបាបទៀតផងសូមលេងខ្ញុំទៅណាលោកបិទមាត់ទៅហើយកុំរើបំរាស់ឲ្យសោះ
នេះត្រាមិនត្រឹមតែចាប់ហងទេថែមទាំងសម្រាប់ទន្សាយជាច្រើនក្បាលទៅជាមួយទៀតផងចំណែកនាងចាប់វិញនោះឃើញហើយក៏បានហើរទៅរកស្វាយ៉ាងលឿនបងស្វាព្រៃតើបរោះនោះជាសម្លាញ់បងមែនទេគាត់បានចាប់នាងហងទៅជាមួយបាត់ហើយសត្វព្រៃជាច្រើនទៀតក៏គាត់បាញ់សម្លាប់ផងដែរណា ថាម៉េចព្រះហើយបរោះនោះពិតជាមានគំនិតមិនល្អដូចជាការគិតរបស់ខ្ញុំមែនតើមិនបានទេខ្ញុំទៅជួយនាងហងសិន នេះត្រាឯនេះវិញពិតជារីករាយណាស់ព្រោះបានរបស់ជាច្រើនមើលចោះគ្រប់គ្នាមកទិញសាច់ទន្សាយសាច់ឆ្លុះពីគាត់គ្រប់គ្នាតែម្ដង ម៉ែវាថ្ងៃនេះបានប្រាក់ច្រើនណាស់ ស្វានឹងចាប់ដែលនៅចិត្តនោះបានឃើញហើយក៏បាននិយាយទាំងអាសូរថា អូពធហើយពួកយើងមកមិនទាន់ទេកូនចាំ គួរឲ្យអាណិតបងប៉ប៉េបងឆ្លុះនាងទន្សាយបងប្អូនសត្វព្រៃពួកយើងណាមិនគួរណាមកស្លាប់បែបនេះសោះ ម៉ែវាចំណែកហងចង់វាឲ្យជាប់ណាស្អែកនេះខ្ញុំនឹងយកវាទៅលក់ឲ្យលោកសេដ្ឋីតែម្ដង បងស្វាលើទេហងមិនតាន់ស្លាប់ទេ មែនហើយខ្ញុំទៅចរចាជាមួយគាត់សិនសួស្ដីសម្លាញ់តើសម្លាញ់មេតាដោះលែងនាងហងបានទេស្អីគេសត្វស្វាមកសុំចរចាជាមួយយើងមែនទេគ្មានផ្លូវទេវើយយល់ដល់យើងជាសម្លាញ់នឹងគ្នាណាសូមមេតាដោះលែងនាងហងទៅស្អីគេតើមានមនុស្សឯណាជាសម្លាញ់ជាមួយនឹងសត្វស្វានោះវាមិនឈួតពេកទេអីហ៎អាស្វាកំហូចបើមិនមែនជាសម្លាញ់នឹងគ្នាសូមលោកយកយល់ដល់អំពើល្អរបស់ខ្ញុំផងទៅកាលនោះលោកធ្លាប់ជាពាក់គុណខ្ញុំនោះអីបើអញ្ចឹងបានម៉ែវាចាំខ្ញុំប្រាប់ម៉ែវាឯងទៅយកចំណងមកឲ្យខ្ញុំចង់អាស្វានេះទុកខ្ញុំចង់យកអាលាក្បាលវាណាម៉ែវាព្រោះស្វានេះមិនធម្មតាទេ ចាប់ពុកវា អរគុណហើយណាសម្លាញ់ដែលមេត្តាដល់នាងហងនោះនឹងហើយឥឡូវសម្លាញ់ឯងមកចិត្តខ្ញុំមកខ្ញុំចង់អរគុណសម្លាញ់និងអញ្ជើញពិសាអាហាររបស់មនុស្សវិញម្ដងបានអរគុណហើយ កាលនោះគ្រាន់តែស្វាចូលក្បែរបន្តិចនីត្រាក៏បានយកចំណងចង់ឡើងជាប់ហើយនីត្រាក៏បានយកកំប៉ុងវាយទៀតផង អូយឈឺណាស់អូយមិនបានជាលោកមានល្បិចកលយ៉ាងនេះម៉ែវាយកវាទៅចង់ទុកទៅ នាងកូនចាប់ឯនេះវិញឃើញហើយភ័យណាស់តែវាមិនហ៊ានធ្វើអ្វីក្រៅពីការបារម្ភនិងហើរទៅមកប៉ុណ្ណោះផងទេបងស្វានេះបងមកជួយខ្ញុំមែនទេ ជាអកុសលខ្ញុំមិនអាចជួយឯងបានទេមើលចុះបរោះនោះពិតជាមានចិត្តកំណាចខ្លាំងណាស់ ខ្ញុំមានវិធីហើយចាំតិចណាខ្ញុំនឹងព្យាយាមចាក់ខ្សែចំណងនេះចាស់កូនចាស់ពិតជាព្យាយាមណាស់វាចាក់ហើយចាក់ទៀតមិនឈប់ទេវាស្ទើរតែបាក់ចម្ពុះអស់ទៅហើយតែក៏ព្រោះការបារម្ភវាក៏ធ្វើបានសម្រេចហើយ ពួកយើងចាក់ចេញទៅឆាប់ឡើងចាឆាប់ឡើងទៅឆាប់ឡើងក្រុមសត្វកាននោះក៏បានចាក់ចេញទាំងមានសុវត្ថិភាពចំណែកសេដ្ឋីផងដែរក៏បានមកដល់ យើងឮថាឯងមានហង្សទេពនិងស្វាពិសេសមែនទេតើវានៅឯណាទៅគឺនៅក្រោយនោះហើយបាទសូមអញ្ជើញមកតាមខ្ញុំមកទៀត មិនដោយការនិយាយរបស់នីត្រាទេពេលនេះសត្វទាំងអស់បានរួចខ្លួនអស់រលីងទៅហើយ ឯណាសត្វនោះមិនក៏មិនឃើញមិនក៏ទៅជាបែបនេះតើពួកវាតាណាអស់ហើយអញ្ចេះឯងដូចជាលេងសើចនឹងខ្ញុំពេកហើយទេដឹងនាយត្រាអត់ទេខ្ញុំពិតជាមិនបានកុហកទេតែពេលនេះប្រហែលជាវារួចពីចំណងហើយមើលទៅមើលចុះនោះជាចំណងហើយទៀតយើងមិនខ្វល់ទេប្រាក់យើងកក់អស់ហើយបើរកហង្សទេពមិនបាន
ឯងត្រូវទៅបកគលប្រាក់មកវិញទាំងអស់ណាបាទខ្ញុំនឹងទៅតាមរកហង្សទេពមកវិញឲ្យទាល់តែបានសូមលោកសេដ្ឋីទុកចិត្តលើខ្ញុំចុះ ស្វាព្រៃឯនេះវិញក្រោយដឹងថានីត្រាមិនមានបំណងល្អទេក៏រកវិធីធ្វើយ៉ាងណាមិនឲ្យនីត្រាចូលមកបានទៀតទេ ហង្សកូនចាំមិនត្រូវចាញ់មកតំបន់នេះទេណាព្រោះមនុស្សអាចមើលឃើញពួកយើងគ្រប់ពេល តែគិតបែបណាបន្តទៅបើបរោះនោះមកទៀតនោះ ខ្ញុំនឹងយកបន្លាយកមកបាំងច្រកចូលព្រៃជាបណ្ដោះអាសន្នចំណែកហង្សជួយយកគ្រាប់ពូជមកដាំផងធ្វើបែបនេះបើកាលណារុក្ខជាតិដុះទ្រប់បរោះនោះនឹងមិនអាចចូលមកបានទេ ខ្ញុំយល់ហើយខ្ញុំនឹងពំគ្រាប់ដែលពូកែលូតលាស់ជាងគេមកឥឡូវខ្ញុំទៅសិនចាំខ្ញុំផងកូនចាបស្វាព្រៃពិតជាមិនប្រហែសទេស្វាព្រៃមានបំណងការពារសម្បត្តិធម្មជាតិណាស់ទោះជីវិតរបស់ខ្លួនក៏វាមិនស្ដាយដែរ តាមមើលទៅដើមឈើបិទច្រកព្រៃមិនងាយដុះធំទេបើបែបនេះខ្ញុំនឹងរស់នៅក្បែរនេះសិនបើបរោះនោះមកខ្ញុំនឹងរារាំងដល់ទីបញ្ចប់ នេត្រាពិតជាមកមែនហើយកាលនោះនេត្រាក៏មានព្រួញស្នាកំបិតមកជាមួយទៀតផង ម្ដងនេះយើងនឹងរកអាស្វានោះឲ្យទាល់តែឃើញ ស្វាលឺហើយក៏បាននិយាយពីចុងឈើមកថា លោកតើលោកមកទៀតហើយមែនទេមិនក៏លោកមិនព្រមលើកលែងឲ្យពពួកសត្វព្រៃយ៉ាងនេះអូហូអាស្វាកំហូចនៅទីនេះសោះណែសំណួរនេះមិនសំខាន់នៅក្នុងការឆ្លើយទេព្រោះយើងមិនបានទុកឯងជាសំខាន់ឡើយគិតចេះចោះបើលោកទៅវិញខ្ញុំនឹងជូនរបស់ល្អដល់លោកយ៉ាងជាទីគាប់ចិត្តបំផុតតែលោកកុំសម្លាប់ពួកយើងទៅបានហើយស្អីគេចុះបើបានរបស់ល្អហើយយើងមិនមកមិនអត់បានរហូតទៅហើយទេអីកុំនិយាយច្រើនចុះមកតាមស្រួលឬក៏ចង់ឲ្យយើងបាញ់ឯងសម្លាប់ឈប់សិនស្ដាប់ខ្ញុំសិនលោកមិនមែនបានតែរបស់ល្អមកលើកឯណាគិតចេះចុះលោកចង់បានផ្លែឈើឬក៏ត្បូងអីដែរខ្ញុំនឹងយកមកតាមការកំណត់ជារៀងរាល់ខែតែម្ដងបែបនេះតែខ្ញុំនឹងចំណេញដែរទេលោកមើលត្បូងនេះចុះវាមានតម្លៃជាងអ្វីទាំងអស់ហើយលើកក្រោយទៀតលោកក៏អាចនឹងបានត្បូងមានតម្លៃជាងនេះទៅទៀតណាបានយើងជឿឯងចុះឲ្យវាមកហើយយើងទៅវិញក៏បានដែរ ទទួលបានត្បូងហើយនោះនេត្រាក៏បានចាក់ចេញទៅចំណែកហង្សនិងចាបក៏បានមកដល់ដូចគ្នាបរោះនៅទៅវិញហើយមែនទេខ្ញុំភ័យណាស់ មិនអីទេខ្ញុំបានឲ្យត្បូងកម្រមួយទៅគេហើយគេមុខជាដកឃ្លៀមងាយមកញឹកញាប់ពេកទេ បងស្វាបរោះនោះមកយកមិនឈប់ទេបើបែបនេះវាមិនមែនជារឿងល្អឡើយណា ហេតុនេះទើបខ្ញុំឲ្យអ្នកទាំងពីរទៅរកគ្រាប់ពូជមកដាំនោះអី ចាខ្ញុំយល់ហើយបងចង់ពញាពេលរហូតដល់មាត់ព្រៃបិទចិត្តអន្តើតែថាបងស្វាបងនឹងត្រូវយកទៅឲ្យបរោះនោះមាត់ព្រៃរហូតមែនទេ គឺមែនហើយឥឡូវពួកយើងបញ្ញាប់ទៅយកកូនឈើមកទៀតមកធ្វើយ៉ាងណាកុំឲ្យមានផ្លូវសម្រាប់មនុស្សចូលព្រៃបានឲ្យសោះ តោះលឿនឡើងកូនចាបម្ដងហើយម្ដងទៀតនីត្រាតែងតែមកទទួលរបស់មានតម្លៃពីស្វារហូតទាំងពុំដឹងថាព្រៃកំពុងតែបិទច្រកក្រាស់ឡើងឡើយ ម្ដងនេះយើងក៏ស្រួលដែរមកភ្លាមក៏បានរបស់ល្អភ្លាមចំណែកលោកសេដ្ឋីក៏គ្មានអំណាចអីលើយើងដែរព្រោះយើងក៏មិនបានក្រឯណាលោកទៅវិញចុះខែក្រោយខ្ញុំនឹងយករបស់ល្អយកមកជូនលោកនៅទីនេះទៀតប្រកាសណាស់ នេត្រាតែងតែធ្វើបែបនេះរហូតលុះវេលាកន្លងផុតទៅកាន់តែយូរព្រៃក៏បានបិទចិត្តចំណែកស្វាក៏មិនមកទៀតដែរ ស្វាតើស្វាមកហើយមែនទេ នីត្រាបានហៅហើយហៅទៀតតែកាលនោះពុំមានវត្តមានស្វាតទៅទៀតទេនីត្រាពិតជាខឹងណាស់ដូច្នេះគាត់ក៏បានរកផ្លូវចូលទៅក្នុងព្រៃនោះតែម្ដង
ចំផ្លូវនៃណាអញ្ចេះមិនក៏ខ្ញុំរកមិនឃើញអញ្ចឹង នីត្រារកមិនឃើញទេព្រោះផ្លូវបិទជិតអស់ទៅហើយ មិនអាចទេឬមួយក៏អាស្វានោះវាបានរៀបចំតាំងពីដំបូងក្នុងការបិទផ្លូវមែនទេគួរឲ្យក្តៅក្រហាយណាស់អញមិនគួរចាញ់បោកបញ្ញាអាស្វានោះសោះ នីត្រាកាន់តែខឹងនីត្រាកាន់តែមានបំណងចង់ដុតព្រៃចំណែកខ្លាមួយក្បាលនោះហេតុថាហេវពេកក៏បានចេញមកម្ដងទៀតដូចគ្នា ប្រសើរណាស់យើងកំពុងតែឃ្លានផងម្ដងនេះយើងមិនឲ្យឯងរួចខ្លួនឡើយ ខ្លាក៏បានលបម្ដងបន្តិចម្ដងបន្តិចរួចវាក៏បានសង្គ្រប់នីត្រាតែម្ដង ជួយផងជួយផង ស្វាក៏បានចេញមកម្ដងទៀតរួចក៏បន្លាចខ្លារត់ចេញបានសម្រេចដូចលើកមុនដែរ ខ្លាទៅបាត់ហើយមកហើយមែនទេតើអញមានបំណងឲ្យខ្លាមកស៊ីយើងមែនទេថ្ងៃនេះខ្ញុំមកជួបលោកជាលើកចុងក្រោយហើយតទៅខ្ញុំនឹងនាំសត្វព្រៃទាំងឡាយចូលទៅព្រៃកាន់តែជ្រៅដូច្នេះខ្ញុំមិនអាចជួយលោកបានទៀតទេឯងជាស្វាបំពេញសន្យាឯងមានបំណងរារាំងយើងតើលោកជាមនុស្សរមិលគុណណាស់ណាស់ហើយចុះខ្ញុំលាសិនហើយបំណាច់ថាមិនបានអីសោះបានស្វាក៏រាប់ថាល្អដែរឈប់សិនកុំតន់ទៅណាឲ្យសោះអាស្វាព្រៃ នីត្រាកាលនោះក៏បានចោលដុំថ្មមួយយ៉ាងធំបណ្ដាលឲ្យក្បាលស្វាហូរឈាមជាខ្លាំង ឈឺណាស់លោកនេះចំជាគ្មានមេត្តាសោះចាំមើលចុះលោកនឹងមានកម្មពីជាមិនខានទេ និយាយហើយស្វាក៏បានលោតចូលទៅក្នុងព្រៃចំណែកនីត្រានោះក៏កាន់តែខឹងគាត់ខំចោលដុំថ្មគប់ស្វាជាច្រើនដងហើយម្ដងនោះដុំថ្មក៏បានផ្លត់ត្រូវក្បាលខ្លួនឯងបណ្ដាលឲ្យមានរបួសជាខ្លាំង អូយអូយឈឺណាស់ខ្លាជួយផង នីត្រាភ័យពេកក៏បានរត់មកផ្ទះទាំងមានរបួសហើយពេលនោះមកនីត្រាមិនអាចចូលព្រៃបានទេចំណែកជីវិតរបស់គាត់ក៏មិនអាចមានបានទៀតដែរតើនេះជាកម្មអ្វីទៅមិនក៏ប្តីឈឺគ្រួសារក៏គ្មានប្រាក់សំបីតែមួយកាក់ទៀត អូយឈឺណាស់ម៉ែវាខ្ញុំឈឺណាស់មិនក៏ជីវិតនេះខ្ញុំស្ពាយជំងឺយ៉ាងនេះសូមជួយខ្ញុំផងខ្ញុំមិនទាន់ចង់ស្លាប់ទេម៉ែវា តែពុកវាខ្ញុំអត់មានប្រាក់ទិញថ្នាំទេពុកវាទ្រាំសិនទៅណាពុកវាអញឈឺជាខ្ញុំថាគ្មានអ្វីក្រៅពីទ្រាំនឹងទេ អូយខ្ញុំពិតជាពិបាកទ្រាំណាស់តើនេះជាកម្មអីទៅអូយ មនុស្សរមិលគុណគ្មានថ្ងៃរីកចម្រើនទេហើយគ្រួសារក៏មិនមានសុភមង្គលដែរចំណែកស្វានិងសត្វទាំងឡាយនោះក៏រស់នៅសុខសាន្តគ្មានអ្នកណាមកយាយីតរៀងទៅ